បងដើមវីដេអូឃើញខ្ញុំទឹកភ្នែកទឹកស្បោនោះមានណាគេធ្វើបាបខ្ញុំទេណាគឺថាឥឡូវគេរៀងអាប់ដែរឡើងស្ត្រីមេផ្ទះចាគឺថាតាំងពីបងខ្ញុំចូលធ្វើការវិញមកអត់មានអ្នកណាគេធ្វើម្ហូបឲ្យខ្ញុំស៊ីទេគឺខ្ញុំធ្វើឲ្យគាត់វិញគ្រាន់តែរត់ដងបងខ្ញុំធ្វើម្ហូបឲ្យដួសបាយបញ្ចុកទៀតតែឥឡូវអត់ទេឥឡូវយើងទៅពេលព្រឹកដែរយើងវ៉ាកងអីមិនវ៉ាកងឯនៅតែមកគ្រូពីគ្រូទៀតអីចឹងរៀងទៅនេះច្រើនហើយរត់ដងខ្ញុំអត់បានថតទេតែថ្ងៃនេះអារម្មណ៍ល្អថតព្រោះខ្ញុំដឹងថាមានរឿងនឹងកើតឡើងអត់មានរឿងអីទេបងគឺខ្ញុំកង់ជាមួយមួយខ្ទឹមបារាំងហ្នឹងណាគេថាអ្នកណាអាចទ្រាំមួយខ្ទឹមបារាំងនឹងបានអីចឹងអត់រហូតទឹកភ្នែកអាចទ្រាំមួយម៉ែក្មេកបានខ្ញុំអត់ទេម៉ែក្មេកអីទ្រាំបានតែរឿងខ្ទឹមបារាំងនេះទ្រាំអត់បានទេចាខ្ញុំថ្ងៃនេះដែរខ្ញុំឆាពីមុខនឹងខ្ទឹមបារាំងហើយនំទេហើយហ្នឹងហើយចំពោះសាច់យើងវិញខ្ញុំទិញតែម្ខាំទេបងប្អូនខ្ញុំស្រួលចិញ្ចឹមទេម្ខាំហ្នឹងញ៉ាំ2នាក់ហើយបានមួយថ្ងៃវល់ងាយយកទាំងអស់គ្នាព្រឹកឡើងគឺខ្ញុំដឹងតែទិញតែជ្រូកម្ខាំហើយបន្លែអីតិចតួចអូខេហើយឆាសាច់ឲ្យវាឈ្ងុយសិនណាបានដាក់បន្លែចូលខ្ញុំថែមអូលីបន្តិចឲ្យវាទន់បន្លែបាយអស់ហើយ